ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូថ្ងៃនេះនាងខ្ញុំសូមបង្ហាញជូនពុកម៉ែបងប្អូនអំពីប្រភេទឈុតប្រព័ន្ធចម្រោះទឹកស្អាតសម្រាប់ប្រើប្រាស់ជាប្រភេទទឹកស្រះអញ្ចឹងចំពោះប្រព័ន្ធនៅខាងក្រោយនេះខ្ញុំនេះគឺជាប្រភេទប្រព័ន្ធចម្រោះទឹកស្អាតຂະຫນាត3000លីត្រក្នុង1ម៉ោងដែលយើងរៀបចំនោះគឺមានធុងចម្រោះ2គឺមានធុងដកកកដីនិងធុងដកប្រភេទកំទីដីក្លិនទឹកផងដែរចាហើយចំពោះប្រព័ន្ធនេះគឺយើងរៀបចំចាប្រព័ន្ធដែលជួយដកនៅចាពណ៌ទឹកជាមួយនឹងគុណភាពផ្សេងមិនថាទឹកដែលពុកម៉ែបងប្អូនចាមានបញ្ហាប្រភេទទឹកស្រះគឺយើងអាចធ្វើការជ្រើសរើសជាមួយនឹងប្រភេទប្រព័ន្ធចាបែបនេះបានជាទូទៅចាពុកម៉ែបងប្អូនចាបច្ចុប្បន្នដែលកំពុងតែប្រើប្រាស់ជាមួយនឹងប្រភេទទឹកស្រះចាទឹកកណ្ដូលឬមួយក៏ទឹកបឹងដែលមានបញ្ហាទឹកមានកកមានដីមានក្លិនមានពណ៌ឬក៏មានជាតិក្បៅពុកម៉ែបងប្អូនអាចធ្វើការជ្រើសរើសជាមួយនឹងប្រភេទប្រព័ន្ធចម្រោះទឹកស្អាតពីខាងក្រុមហ៊ុនយើងខ្ញុំបានចាតែខាងក្រុមហ៊ុនយើងខ្ញុំបានធ្វើការរៀបចំប្រព័ន្ធចម្រោះទឹកស្អាតជូនពុកម៉ែបងប្អូនយើងមានជាការចាតែសំណាក់ទឹកជូនពុកម៉ែបងប្អូនជាមុនសិននឹងយើងនឹងធ្វើការរៀបចំប្រព័ន្ធចម្រោះទឹកស្អាតឲ្យត្រូវតាមចាតម្រូវការរបស់ពុកម៉ែបងប្អូនតែម្ដងអញ្ចឹងបើសិនជាពុកម៉ែបងប្អូនចាមានចំណាប់អារម្មណ៍ចានឹងមានសំណួរចម្ងល់បន្ថែមទៀតពាក់ព័ន្ធជាមួយនឹងការរៀបចំប្រព័ន្ធចម្រោះទឹកស្អាតពុកម៉ែបងប្អូនអាចអញ្ជើញសាកសួរព័ត៌មានខាងក្រុមហ៊ុនជាងខ្ញុំបានចាសូមអរគុណសូមជម្រាបលា